លោកគ្រូសួងបញ្ញាបាននាំពាក្យកីឡាករថៃគឺកីឡាករភេទមឹងស៊ីក៏ដូចជាអ្នកគ្រប់គ្រងរបស់កីឡាករនឹងផ្ទាល់តែម្ដងបាទគឺផ្ដាំមកកាន់សុកធីថាឲ្យសុកធីរកថ្នាំគ្រាប់លេបឲ្យទៅបាទដាំទឹកកសៀវដើម្បីឲ្យទៅដោយសារតែភេទមឹងស៊ីមកលើកនេះគឺមកលក្ខណៈស្តង់ដាររបស់គេហាត់ពេញបឹបតែម្ដងដល់ថ្នាក់ហេទីដែលជាអ្នកគ្រប់គ្រងកីឡាករថៃហ្នឹងគាត់ហ៊ាននឹងដាក់ដើមផាន់ថែមទៀតផងដូច្នេះមកមួយជើងនេះគឺគេផ្ដាំតាមគ្រូសួងបញ្ញាថាដាច់ខាតគឺថាគីឡូត្រូវតែ60គត់ហើយការប្រកួតគឺ5ទឹកដូច្នេះសុកធីបាទបច្ចេកទេស5ទឹករបស់សុកធីហើយជាមួយនឹងភេទមឹងស៊ីសប្តាហ៍នេះអាចយ៉ាងថាជាគូមួយដែលគួរចាប់អារម្មណ៍ខ្លាំងមែនទែនដែលការប្រកួតអ្នកទាំងពីរគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី8ខែមីនានៅឯខាងខេត្តកំពង់ចាមហើយគ្រូសួងបញ្ញាគាត់បានរៀបរាប់ច្រើនព្រោះដោយសារតែគាត់ទៅតែទស្សនកិច្ចទៅឯប្រទេសថៃដូច្នេះគាត់បានទៅជួបផ្ទាល់ជាមួយនឹងកីឡាករថៃនៅទីនោះហើយគាត់បានថាដូចដាក់ក្តីរំពឹងខ្ពស់មែនទែនទៅខាងកីឡាករថៃមួយជើងនេះបានមិនដឹងជាយុទ្ធសាស្ត្ររបស់លោកគ្រូសួងបញ្ញាឬមួយក៏យ៉ាងម៉េចទេបងប្អូនបាទដូច្នេះបងប្អូនបាទមកស្ដាប់ពាក្យពេចន៍របស់លោកគ្រូសួងបញ្ញាដែលគាត់បាននាំពាក្យខាងកីឡាករថៃមកផ្ដាំជូនកីឡាករសុកធីទាំងអស់គ្នាហាត់មួយរយៈចុងក្រោយនេះមើលទៅហើយការបុកបង្ហាត់របស់គាត់បុកខ្លាំងណាស់បើតាមការបញ្ជាក់វិធីទីដែលខ្ញុំបានទៅជួបវិធីទីយមិញនេះគឺច្បាស់ណាស់គឺគាត់ថាភេទមឹងស៊ីតាំងពីទទួលការប្រកួតជាមួយនឹងបុនសិតតែគាត់ប្រកួតដែលអត់ដឹងគេតែហៅវាយហ្នឹងណាតាំងដល់6ខែមកហើយដូចភេទមឹងស៊ីដែលចៅកន្លែងនៅកន្លែងហាត់ជាប់បាទសម្រាប់ភេទមឹងស៊ីបាទអញ្ចឹងណារាល់កីឡាករទីដេតកៅប្រកួតនៅខ្មែរបើសិនជាម្ចាស់ក្លឹបគេមិនអានផ្ទាល់ទេគឺកីឡាករគឺគាត់អត់ហាត់ទេអញ្ចឹងណាគុំតែគាត់ថាម្ចាស់ក្លឹបទីដេតកៅគាត់ចេះតែឲ្យគ្រួទៅពេលមកទៅចាញ់ពីមកទៅនេះគាត់តែអត់គ្រួចូលក្លឹបវិញទៅណាបើច្បាប់សុកថៃឥឡូវគេតាំងហ្នឹងណាកីឡាករដែលមិនបានហាត់ក្នុងមួយខែកន្លះទៅ2ខែបាទទៅប្រកួតកម្ពុជាប្រទេសគឺគេបិទចោលតែម្ដងបាទអញ្ចឹងបាទចឹងមកនេះលោកគ្រូបានជួបគាត់តបានជួបភេទមឹងស៊ីនឹងតខ្ញុំជួបផ្ទាល់ព្រោះទីលើកាយខ្ញុំគឺខ្ញុំស្និទ្ធស្នាលជាមួយគ្នាតាំងពីពេលពួកគាត់មកខ្មែរខ្ញុំបានជួបរាក់ទាក់ជូនគាត់ទៅទិញញ៉ាំហ្នឹងដល់ពេលនៅថៃគាត់ជួយខ្ញុំដូចតែខ្ញុំទៅគាត់នៅថ្ងៃតែហើយគឺគាត់ប្រាប់ពីព័ត៌មានលម្អិតតែខ្ញុំខ្លះបាទខ្ញុំចូលទៅគាត់ប្រាប់ថាវាគាត់សប្តាហ៍ហ្នឹងគាត់មានកីឡាករគាត់ប្រកួតមួយគឺភេទមឹងស៊ីបាទមឹងស៊ីតាមជួបមើលទៅគាត់មាននិយាយអីផ្ដាំផ្សាមបងសុកធីគាត់មាននាំពាក្យអីគាត់នាំពាក្យតែគាត់ថាឲ្យសុកធីត្រៀមខ្លួនបានល្អទៅបាទត្រៀមខ្លួនបានល្អទៅវាយ5ទឹក60គត់បាទអត់មានលើមកខាំទេនិយាយនេះហើយបាទ60គត់អត់លើខាំទេបើលើតែមកខាំក៏ឲ្យភេទមឹងស៊ីទៅវិញដែរអញ្ចឹងណាបាទគាត់តាមខ្ញុំទៀតឲ្យគឺជួយមើលគីឡូគូហ្នឹងណាហ្នឹងហើយគេថាសុកធីត្រៀមដាំថ្នាំគ្រាប់ផឹកឲ្យទៅបាទដើម្បីជួយសុកធីមកជួយភេទមឹងស៊ីនេះបាទអានេះព័ត៌មានស្រីងងបាទចុះឥឡូវបើតាមទស្សនៈលោកគ្រូតគូនេះមិនដែរបាទទស្សនៈលោកគ្រូវិញគូនេះខ្ញុំគិតថាដូចប្រហែលជាដូចបើម្ចាស់ក្លឹបគេហ៊ានហ៊ានចង់ដាក់ដើមផាន់ក៏បានដែរធ្វើម៉េចឥឡូវដាក់ដើមផាន់ប្រហែលគេដាក់ដើមផាន់ទៀតបាទអញ្ចឹងបាទក្លឹបហេតុអ៊ូស៊ីនេះបាទគឺម្ចាស់ក្លឹបគេហ៊ានបាទគេផ្ញើមកលុយមកខ្ញុំគេគោះលុយប៉ុណ្ណាយកលុយដាក់ដើមផាន់ប្រហែលក៏បានបាទហើយពេលដែលកីឡាករគេមកជួយមើលផងបាទគេ5អញ្ចឹងជួយមើលឥឡូវសម្រាប់ទស្សនៈលោកគ្រូវិញយល់ថាគូនេះភាគរយមិនដែរបើខ្ញុំភាគរយខ្ញុំភាគច្រើនបងប្អូនជេរខ្ញុំក៏ជេរដែរខ្ញុំភាគរយច្រើនគេខ្ញុំលើកនេះនិយាយភេទមឹងស៊ីហើយបាទភេទមឹងស៊ីដល់10%ហើយ60 40ហ្មងបាទជុំបាទ10%អ្នកណាជេរដែរបាទព្រោះល្អបាទយើងពិភាក្សាចង់ត្រូវដែរណាហើយយើងបានទៅមើលផ្ទាល់គាត់ហាត់ផ្ទាល់អញ្ចឹងណាបាទអូរត់អូសផងឡើងមកចង់បាក់យើងបាទនេះសុកធីយើងក៏ហាត់ដែរហាត់ដូចគ្នាគូនេះដល់បែក5លើកហ្នឹងបាទបងប្អូនចាំទស្សនាអត់ទេបាទអរគុណលោកគ្រូបាទ